តើអ្នកដឹងទេថាដំឡូងបំតែបំពងកើតចេញពីការឌឺភ្ញៀវអាហារសម្រានដែលពេញនិយមបំផុតលើលោកនេះមានដើមកំណើតដ៏គួរឲ្យអស់សំណើចដែលកើតចេញពីការឌឺដងរបស់ចុងភៅម្នាក់រឿងនេះបានកើតឡើងនៅភោជនីយដ្ឋានមួយក្នុងទីក្រុងញូវយ៉កដោយចុងភៅម្នាក់ឈ្មោះ George Crumb មានភ្ញៀវប្រចាំម្នាក់បានរអ៊ូថាដំឡូងបារាំងបំពងឬ fries របស់គាត់ក្រាស់ពេកនិងមិនស្រួយដើម្បីឌឺភ្ញៀវម្នាក់នោះ George ក៏បានហាន់ដំឡូងបារាំងឲ្យស្ដើងដូចក្រដាសរួចយកទៅបំពងឲ្យស្រួយហើយរោយអំបិលយ៉ាងច្រើនផ្ទុយពីការគិតភ្ញៀវម្នាក់នោះបែរជាចូលចិត្តខ្លាំងណាស់និងបានកម្បាំងថែមទៀតរហូតធ្វើឲ្យមុខម្ហូបនេះល្បីល្បាញពេញពិភពលោកទោះបីជារឿងរបស់ George ល្បីខ្លាំងប៉ុន្តែខាងចក្រភពអង់គ្លេសក៏បានអះអាងថាពួកគេជាអ្នកបង្កើតដែរដោយយោងតាមភស្តុតាងក្នុងសៀវភៅធ្វើម្ហូបដែលចាស់ជាងរឿងរ៉ាវរបស់ George ទៀតរឿងរ៉ាវក្នុងសម័យសង្គ្រាមលោកលើកទី2ក្នុងកំឡុងសង្គ្រាមលោកលើកទី2រដ្ឋាភិបាលអាមេរិកធ្លាប់បានហាមឃាត់ការផលិតដំឡូងបន្ទាក់បំពងនេះព្រោះបារម្ភពីការខ្វះខាតប្រេងឆានិងដំឡូងបារាំងដែលត្រូវយកទៅប្រើប្រាស់ជាអាហារសម្រាប់កងទ័ពក្នុងសមរភូមិហេតុអ្វីបានជាកញ្ចប់ដំឡូងប៉ោងខ្លាំងណាស់អត្តកម្បាំងដែលកញ្ចប់ដំឡូងប៉ោងខ្លាំងមិនមែនមកពីគេចង់បោកប្រាស់បរិមាណនោះទេអ្នកផលិតបានច្រកហ្គាសអាសូតចូលទៅដើម្បីការពារសំណើមនិងរក្សាភាពស្រួយឲ្យបានយូរវាជួយធ្វើជាខ្នើយខ្យល់ដើម្បីកុំឲ្យបន្ទាក់ដំឡូងបែកបាក់ខ្ទេចខ្ទីនៅពេលដឹកជញ្ជូន